ក្នុងវេលារាត្រីនោះពន្លឺរស្មីនៃដួងចន្ទ្រាកំពុងចាំងឆ្លុះចូលមកតាមចន្លោះបង្អួចហើយមានខ្យល់ត្រជាក់បក់ផាត់ផាយចូលមកយ៉ាងរំភើយលហើយត្រសៀកល្មមត្រជាក់ស្រួលនៅក្នុងគេហដ្ឋាននោះមានកូនចង្កៀងប្រេងកាត់មួយចងព្យួរនឹងជញ្ជាំងក្តារល្មមតែឆ្លុះពន្លឺឲ្យមើលមកឃើញបុរសជរាម្នាក់មានរាងកាយស្គមស្គៀងឥតមានសាច់ឈាមមានតែស្បែកដណ្ដប់ឆ្អឹងដេកស្ដុកស្ដឹងនាកណ្ដាលល្វែងបន្ទប់នៅក្បែរខាងបុរសជរានោះមានក្មេងប្រុសកំលោះម្នាក់មុខមាត់ស្រស់បោះអង្គុយចាំបម្រើថែរក្សាជំងឺរបស់បុរសជរាដោយកិរិយារឹកពាស្រពស្រពោនស្រងត់ស្រងាត់ឥតមានរីករាយបន្តិចសោះដោយជាអ្នកខំអត់ទ្រាំងងុយជំងឺរបស់បុរសជរាដែលត្រូវជាឪពុកបង្កើតរបស់ខ្លួនអស់វេលា3រាត្រីមកហើយឯបុរសដែលមានជំងឺជាទម្ងន់កំពុងដេកស្ដុកស្ដឹងនៅលើដំណេកនោះឈ្មោះចើមកំពុងតែធ្លាក់ខ្លួនទៅជាចំណីអាហារនៃរោគជរាយូរគាត់ក៏ដកដង្ហើមធំវែងហើយគាត់ខំបើកភ្នែកក្រឡេកមើលទៅពាសពេញទាំងល្វែងបន្ទប់ដេករួចភ្នែកទាំងគូរបស់គាត់សម្លឹងទៅចំមុខក្មេងកំលោះម្នាក់ដែលអង្គុយនៅក្បែរខាងខ្លួនគាត់ឯកំលោះនោះមានឈ្មោះថាចៅចិត្តជាកូនបណ្ដោចិត្តរបស់គាត់ហើយក៏ជាអ្នកទទួលបន្តវងត្រកូលរបស់គាត់ទៅអនាគតផងដែរទើបគាត់ខំញញឹមទាំងក្រៀមក្រំនិងប្រឹងនិយាយដោយសូរសំឡេងញ័រថាចិត្តកូនមាសថ្លៃឪពុកយប់យន់ណាស់ហើយមិនទាន់ដេកទេឬទៅកូនទៅដេកទៅតាចើមទឿនបង្ខំឲ្យកូនទៅដេកក្រែងអត់ងុយទៅជាឈឺចាប់ចៅចិត្តក្រវីក្បាលដោយអាការៈបដិសេធព្រមទាំងមានទឹកមុខប្រកបដោយចិត្តអាណិតអាសូរបិតាទើបនិយាយជម្រាបទៅវិញថាខ្ញុំបាទមិនទាន់ងងុយទេលោកពុកប្រហែលជាលោកឪពុកមិនទាន់ផ្សារថ្នាំយកកម្លាំងទេដឹងលោកគ្រូពេទ្យបានផ្ដាំខ្ញុំបាទថាសូមឲ្យលោកឪពុកពិសាកំខានថ្នាំឬកូនតែចើមនិយាយឮតែក្នុងបំពង់កទំនងចំអកឲ្យថ្នាំនោះព្រោះជាថ្នាំគាត់ដឹងថាឥតមានគុណវិសេសអ្វីបន្តិចឡើយហើយគាត់និយាយថាអរគុណអើយថ្នាំនេះឪពុកបានផឹកមកច្រើនលើកហើយមិនឃើញមានគុណវិសេសអ្វីដែលអាចជួយបន្ធូរបន្ថយជំងឺឲ្យស្រាកស្រានសោះឡើយរោគចម្ពោះនេះឪពុកស្គាល់ច្បាស់ថាជារោគប្រចាំកាយរក្សាក៏ស្លាប់មិនរក្សាក៏ស្លាប់រិទ្ធអំណាចរបស់ថ្នាំក្នុងខណៈនេះមិនវិសេសជាងទឹកទន្លេទេកូនចៅចិត្តមិនទាន់តបពុកវិញស្រាប់តែលេចបរោះកណ្ដាលអាយុម្នាក់ដើរចូលមកក្នុងបន្ទប់ហើយដាក់គូតអង្គុយក្បែរខាងអ្នកជំងឺហើយសួរថាម៉េចទៅហើយតាថ្ងៃនេះការៈរោគបានធូរខ្លះហើយឬនៅអោពុទ្ធោតែចើមលន់មាត់ឡើងកាលបានឮលោកគ្រូពេទ្យសួរខ្លួនដូច្នេះហើយគាត់និយាយទៅទៀតថាអោលោកគ្រូអើយវេលានេះភ្នែកខ្ញុំបានស្រវាងងងឹតអស់ហើយសូមអត់ទោសចុះខ្ញុំបាទមិនដឹងលោកគ្រូមកអង្គុយត្រង់ណាទេឯចៅចិត្តកាលបើបានឮសម្ដីឪពុកនិយាយត្អូញត្អែដូច្នេះទឹកភ្នែកក៏ហៀហូរសស្រាក់ដោយចិត្តអាណិតឪពុកពន់ពេកហើយក៏សម្លឹងមើលលោកគ្រូពេទ្យនិយាយអង្វរក៏សុំឲ្យជួយស្រោចស្រង់ជីវិតបិតាឲ្យមានជីវិតតែគ្រូពេទ្យដែលស្ទាត់ជំនាញក្នុងវិធីមើលជំងឺក៏ក្រវីក្បាលដោយសង្ឃឹមខ្សឹបប្រាប់ចិត្តត្រជាចិត្តថាឆ្លងមិនផុតយប់នេះទេតែចើមនិយាយមួយទាំងហត់ដង្ហក់បបោមាត់ញ័រខំនិយាយទៀតថាខ្ញុំបាទគង់មិនមានជីវិតនៅតតែបានឃើញពន្លឺព្រះអាទិត្យក្នុងព្រឹកស្អែកនេះទៀតទេខ្ញុំបាទយល់ថាមិនមែនជាការចម្លែកខុសធម្មតាទេព្រោះមរណធម៌ជាសភាវៈទៀងទាត់ដែលមនុស្សសត្វទូទៅត្រូវទទួលយកនិងជៀសវាងឲ្យផុតពុំបានឡើយតែវិញ្ញាណនិងរាងកាយរបស់ខ្ញុំបាទឥតមានស្រណោះអាឡោះអាឡាយប៉ុន្មានទេស្លាប់ហើយត្រូវតែកើតជាអ្វីក៏តាមយថាកម្មទៅចុះហើយបែរទៅនិយាយផ្ដែផ្ដាំកូនថាចិត្តកូនសម្លាញ់មាសឪពុក
កាលបើឪពុកអស់អាយុទៅហើយជីវិតកូនមុខជារសាត់អណ្ដែតឥតបង្គោលជាបង្អែកដូចជាសំណាត់ដែលអណ្ដែតក្នុងទន្លេដូច្នោះឯចៅចិត្រអួរដើមកនិយាយអ្វីមិនរួចសោះមានតែទឹកភ្នែកហូរសស្រាក់អោនមុខជ្រប់ក្រាបចុះចិត្តជើងឪពុកចំណែកឯខាងគ្រូពេទ្យក៏ងាកមុខបែរទៅមកអួចស្ទើរតែទប់ទឹកភ្នែកពំបានតែជើមនិយាយទាំងហត់ថាណែចិត្តកូនសម្លាញ់ឪពុកចូលចាំបណ្ដាំឪពុកទុកចុះថាធម្មជាតិគ្រប់យ៉ាងក្នុងโลกនេះដែលមនុស្សលោកសម្គាល់ថាជាការរុងរឿងថ្លៃថ្លានោះគឺជាការតាំងខ្លួនប្រាណឲ្យមានសេចក្តីថ្លៃស្នូរស្ដុកស្ដំឯកាលដែលរស់នៅតោកយ៉ាក់នោះអ្នកផងទាំងពួងគេមិនយកភ្នែកមើលទេការរស់នៅបែបនេះមិនមែននាំឲ្យបានសុខសប្បាយទេប៉ុន្តែពេលនេះកូនអើយឪពុកនឹងប្រាប់អ្នកឲ្យធ្វើដូចម្ដេចទើបបានសេចក្តីចម្រើននោះសូមឲ្យគ្រាន់តែរំលឹកដល់ពុទ្ធភាសិតមួយបទថាអត្តាហេតុអត្ថនោនាថោខ្លួនត្រូវជាទីពឹងខ្លួនតែប៉ុណ្ណោះឲ្យជារឿយៗចុះកូនអើយពាក្យនេះមានន័យថាលោកមិនមែនទូន្មានឲ្យយើងគិតតែប្រយោជន៍ផ្ទាល់ខ្លួនឲ្យទៅជាមនុស្សអត្តភាពនោះទេឬលែងឲ្យពឹងពាក់អ្នកដទៃឬលែងឲ្យមានអ្នកដទៃពឹងពាក់លើខ្លួនវិញក៏ទេដែរពុទ្ធភាសិតនេះទូន្មានឲ្យយើងចេះប្រឹងប្រែងកសាងជីវិតខ្លួនឲ្យបានរីកចម្រើនឲ្យមានគោលជំហររឹងប៉ឹងដោយវិជ្ជាសម្បត្តិគុណសម្បត្តិសមត្ថភាពទ្រព្យសម្បត្តិនិងសុខភាពទើបយើងអាចរស់នៅក្នុងសង្គមមនុស្សបានថ្លៃថ្នូរហើយយើងអាចផ្ដល់បាននូវអត្ថប្រយោជន៍ឬគុណប្រយោជន៍ដល់សង្គមឲ្យបានរីកចម្រើនឡើងទៀតផងកូនដឹងស្រាប់ហើយថាមនុស្សកើតមកក្នុងโลกនេះមិនមានអ្នកណាមួយអាចរស់នៅតែម្នាក់ឯងបាននោះទេគឺត្រូវមានការពឹងពាក់តាក់ទងគ្នាទៅវិញទៅមកជានិច្ចកូនត្រូវស្គាល់ហើយត្រូវខំបំពេញករណីកិច្ចរបស់ខ្លួនចំពោះខ្លួនឯងចំពោះសង្គមចំពោះជាតិសាសនាព្រះមហាក្សត្រដែលជាឧត្តមគតិរបស់រដ្ឋជាតិយើងហើយចំពោះមនុស្សជាតិទូទៅដែលជាឧត្តមគតិនៃព្រះពុទ្ធសាសនាឯគ្រូពេទ្យនិយាយជ្រែកក្នុងគណៈនោះថាតាកុំអាលអស់សង្ឃឹមរហ័សពេករោគរបស់តាដែលធ្ងន់ដូច្នេះក៏មិនទាន់តែជាអ្វីទេនៅមានសង្ឃឹមនឹងសះជាទៅវិញបានតែជើមនិយាយផ្កើនឲ្យគ្រូពេទ្យសះជាឬលោកគ្រូវាគ្មានផ្លូវសះជាឡើងវិញទេមានតែផ្លូវស្លាប់ប៉ុណ្ណោះក្នុងព្រឹកស្អែកឬយប់នេះឬឥឡូវនេះក្នុងពេលណាមួយជាមិនខានតែជើមឈប់បងអង្គមួយស្របក់ហើយចាប់និយាយតទៀតថាណែចិត្តកូនសម្លាញ់ឪពុកទីតលក្រណាស់គ្មានគេមរតកបន្តិចបន្តួចបំរុងទុកឲ្យកូនឡើយដល់ឪពុកស្លាប់ទៅហើយមានតែសពនិងពាក្យបណ្ដាំទុកឲ្យកូនរីឯវិញ្ញាណក្ខន្ធរបស់ឪពុកដែលនឹងបានទទួលសេចក្តីសុខក្សេមក្សាន្តក្នុងលោកខាងមុខនោះលុះត្រាតែកូនប្រតិបត្តិតាមបណ្ដាំឪពុកទាំងប៉ុន្មានម៉ាត់នេះដែលជាបណ្ដាំចុងក្រោយបំផុតរបស់បិតាមួយទៀតវិជ្ជាដែលឪពុកទុកឲ្យកូនរៀនសូត្រដរាបទាល់តែប្រឡងជាប់ប្រកាយនិបត្តិនោះទុកជាមរតកដ៏មានតម្លៃមួយតាំងពីថ្ងៃនេះទៅឪពុកអស់បានជួយទំនុកបម្រុងកូនតទៅទៀតហើយចៅចិត្តកាលបើបានស្ដាប់ពាក្យបណ្ដាំរបស់ឪពុកចប់សពគ្រប់ហើយក៏ស្រក់ទឹកភ្នែកច្រោកដោយមានចិត្តអាល័យនិងអាណិតឪពុកជាទីបំផុតហើយខំនិយាយទាំងខ្សឹបខ្សួលជម្រាបឪពុកថាលោកឪពុកបណ្ដាំគ្រប់ម៉ាត់ខ្ញុំនឹងកត់ត្រាចាំទុកក្នុងចិត្តខិតខំប្រតិបត្តិតាមបណ្ដាំគ្រប់ប្រការសូមលោកឪពុកកុំបីព្រួយបារម្ភឡើយខ្ញុំបាទបានមានជីវិតរស់នៅដរាបណានឹងខំតាំងខ្លួនប្រាណតម្កល់តម្កើងវង្សត្រកូលឲ្យបានរីកដរាបនោះតអំពីពេលនោះតាជើមានអាការៈដង្ហក់កន់តែញឹកញាប់ខ្លាំងឡើងមានអាការៈក្រវិលក្រវាយទំនងស្លោឈាមហើយតន់ពាប់ទៅរាល់គ្រាមរណៈសង្គ្រាមកំពុងទន្ទ្រានចូលមកចិត្តអ្នកជំងឺគ្រប់ដង្ហើមទើបគាត់ខំប្រឹងនិយាយទៅរកគ្រូពេទ្យដែលមានមេត្តាចិត្តចំពោះខ្លួនដោយសូរសំឡេងខ្សៅជាពន់ពេកដែលមានសេចក្តីថាទៀនប្រុសលោកគ្រូខ្ញុំនឹងដាច់ខ្យល់ស្លាប់ក្នុង2-3នាទីនេះហើយសូម
អរព្រះគុណនិងសូមជូនបុណ្យលោកគ្រូដែលមានគុណលើខ្លួនខ្ញុំជាអនេកដោយបានខំថែរក្សាខាតថ្លៃថ្នាំជាច្រើនផងហើយមិនមានគិតថ្លៃរក្សានិងថ្លៃថ្នាំបន្តិចឡើយខ្ញុំបានអត់មានអ្វីតបស្នងគុណលោកគ្រូទេអរព្រះគុណអើយត្រចៀកខ្ញុំបាទលែងលឺហើយអរគុណចិត្តពុទ្ធោអរហង្គចៅចិត្តអបឪពុកជាប់ហាក់ដូចជាមិនព្រមឲ្យវិញ្ញាណក្ខន្ធរបស់តាជើមរត់ចេញពីរាងកាយទៅបានតែបើទោះជាចៅចិត្តខំប្រឹងតបតយ៉ាងណាក៏គង់តែមិនបានសម្រេចដូចបំណងព្រោះជាតិជាព្យាធិមរណៈកើតចាស់ឈឺស្លាប់ជាមរតករបស់សត្វលោកឥតមានសត្វណាមួយកិច្ចវេះជៀសវាងឲ្យរួចផុតទៅបានឡើយអំបាលដូចយ៉ាងព្រះអរហង្គសម្មាសម្ពុទ្ធមិនក៏គង់តែព្រះអង្គចូលបរិនិព្វានមិនខាននៅទីបំផុតនោះតាជើមក៏ធ្លាក់ខ្លួនទៅជាចំណីអាហារនៃមច្ចុរាជគឺដាច់ខ្យល់ផុតដង្ហើមក្នុងដៃរបស់ចៅចិត្តជាកូនតាជើមក៏ទទួលមរណភាពក្នុងខណៈដែលដួងច័ន្ទអស់ស្ដង់គត់បាត់ពន្លឺរស្មីព្រមជាមួយគ្នាក្នុងគ្រានោះឯងកាលបានចាត់ចែងធ្វើបុណ្យបូជាសពរួចស្រេចហើយទើបចៅចិត្តដឹងខ្លួនច្បាស់ថាអោខ្លួនអញអើយកណ្ដែកកណ្ដោនខ្លោចផ្សារតែម្នាក់ឯងហើយបើងាកតែទៅពឹងបងប្អូនញាតិសាច់សាលោហិតចិត្តខាងឯណាក៏គ្មានមិនហើយចុះត្រូវតែតស៊ូនឹងសេចក្តីទុក្ខលំបាកគ្រប់យ៉ាងចុះធ្វើម៉េចកើតមកជាប្រុសកំព្រាឪពុកម្ដាយសំដូចជាប្រសាសន៍លោកឪពុកផ្ដាំទុកថាកាលបើអស់បុណ្យពីឪពុកហើយជីវិតរបស់អ្នកដូចកំណាត់ឈើអណ្ដែតក្នុងកណ្ដាលទន្លេដូច្នោះចៅចិត្តក៏គិតឃើញថាពិភពលោកទាំងមូលនេះធំទូលាយស្រួលសប្បាយមែនសម្រាប់អ្នកដទៃតែបែរជាទីតូចចង្អៀតលំបាកប៉ុនពេកចំពោះខ្លួនដែលជាក្មេងកំព្រាឪពុកម្ដាយនិងបងប្អូនញាតិសាលោហិតនឹងងាកមុខទៅជ្រកកោនពឹងពាក់អ្នកឯណាក៏គេឥតត្រូវការសោះព្រោះមនុស្សទីតលក្រលំបាកដូចនេះគេមិនត្រូវការសេពគប់រាប់រកហើយទុកជាសុំការគេធ្វើក៏ឥតមានអ្នកណាជួយសង្គ្រោះរកការងារឲ្យធ្វើបានឡើយអរខ្លួនអញអើយកើតមកក្នុងលោកនេះលំបាកអ្វីក៏លំបាកប្លែកជាងគេម្លេះតែថាកើតមកជាអង្គបរោះហើយមិនត្រូវខ្លាចសេចក្តីទុក្ខព្រួយលំបាកទេតោងតែតស៊ូនឹងសេចក្តីទុក្ខព្រួយលំបាកអស់នេះឲ្យឃើញសខ្មៅទៅចោះចៅចិត្តកំពុងតែឈរជញ្ជីងរំពឹងគិតរកការធ្វើតែម្នាក់ឯងយ៉ាងស្ងាត់ស្ងាត់នៅជំហៀងខាងមុខផ្ទះក៏ងើយមើលទៅលើឃើញព្រះច័ន្ទអណ្ដែតត្រសែតនៅកណ្ដាលពពកបញ្ចាំងពន្លឺឆ្លុះសពទីបរិវេណមានខ្យល់បក់ផាត់មកយ៉ាងត្រជាក់ស្រេងឮសូរសំឡេងព្រះសង្ឃសូត្រធម៌នៅវត្តព្រះពិធិរាមយ៉ាងច្បាស់លាស់អណ្ដែតលឿនលយមកតាមបណ្ដោយខ្យល់លុះចៅចិត្តបានឮសូរស័ព្ទព្រះសង្ឃសូត្រធម៌នោះក៏ជាហេតុនាំផ្ដួចឲ្យនឹករលឹកដល់ឪពុកដែលទៅទទួលអនិច្ចកម្មទៅថ្មីមិនដឹងបើនឹកងាករេបែរមុខទៅពឹងឲ្យអ្នកណាហើយក៏បែរមុខមើលទៅក្នុងបន្ទប់ឃើញមានចង្កៀងភ្លឺប្លង់នៅទីនោះហើយដែលជាទីឪពុកធ្លាប់មូថ្នាំស្លឹកសង្កែពិសាជានិច្ចតែឥឡូវនេះមានតែចៅចិត្តម្នាក់ឯងចៅចិត្តអាណិតខ្លួនឯងណាស់ទឹកនេត្រាក៏ហូរចេញសស្រាក់ដោយឥតដឹងខ្លួនខណៈនោះចៅចិត្តមើលទៅខាងមុខស្រាប់តែឃើញមនុស្សម្នាក់ស្លៀកពាក់សដើរចូលមកទើបចៅចិត្តក្រោកឡើងស្រែកសួរថាអ្នកណានោះគ្នាឯងទេចៅចិត្តឬអីហ្នឹងបរិះនោះសួរមកវិញចៅចិត្តនឹកស្មានប្រហែលលោកគ្រូពេទ្យទើបស្រែកអញ្ជើញថាសូមអញ្ជើញលោកគ្រូពេទ្យក៏ឈានជើងឡើងជណ្ដើរទៅលើផ្ទះហើយដាក់គូតអង្គុយលើកៅអីតាមសេចក្តីអញ្ជើញរបស់ម្ចាស់ផ្ទះសុខសប្បាយជាទេឬចៅចិត្តគ្រូពេទ្យសួរដោយមេត្រីចិត្តចៅចិត្តតបថាទៀនប្រុសចំណែកខាងរាងកាយសុខសប្បាយទេប៉ុន្តែចំណែកចិត្តរងកម្មជាទីបំផុតឥតសប្បាយមួយពេលឡើយតាំងអំពីលោកឪពុកអនិច្ចកម្មទៅវិញ្ញាណរបស់ខ្ញុំបាទនេះហាក់ដូចជាងងឹតឈឹងពុំដឹងអ្វីឡើយគ្រូពេទ្យងក់ក្បាលទំនងជឿតាមសម្ដីចៅចិត្តទើបសួរថែមទៀតថាសពថ្ងៃនេះបានធ្វើការនៅកន្លែងណាហើយឬនៅឡើយទេចៅចិត្តនិយាយតបដោយក្រៀមក្រំសោះក៏ក្រោះថា
ទៀនប្រុសនៅទីនេះខ្ញុំបាទរកការងារធ្វើមិនទាន់បានទេការងារគ្រប់ផ្នែកហាក់ដូចជាខ្ពស់ជាងចំណេះរបស់ខ្ញុំបាទដែលបានខំរៀនសូត្រមកដូចជាច្រើនណាស់ហាក់ដូចគ្រាន់តែប្រើការបានត្រឹមតែមើលសម្បត្តិស្នាមបន្តិចបន្តួចមើលឈ្មោះហាងរៀនផ្សេងនិងមើលប្រូក្រាមតាមរោងកុនល្ខោនប៉ុណ្ណោះគ្រូពេទ្យនិយាយដោយសេចក្តីអាណិតយ៉ាងស្មោះត្រង់ថាខ្ញុំក៏នឹកអាសូរអ្នកច្រើនណាស់ដែរចិត្តហើយនិយាយទូមានថាខ្លួនអ្នកជាកូនប្រុសត្រូវតទល់នឹងវិស័យលោកីទៅមុខទៀតច្រើនណាស់បងអង្គឲ្យខ្ញុំគិតពី3នាទីមើលក្រែងខ្ញុំគិតរកឧបាយជួយសង្គ្រោះខ្លួនអ្នកឯងបានខ្លះចៅចិត្តនៅតែស្ងៀមគ្រូពេទ្យសញ្ជឹងគិតមួយស្របក់ក៏ញញឹមលាន់មាត់ចេញសម្ដីថានឹកឃើញហើយខ្ញុំមានឪពុកមាម្នាក់ជាអ្នកមានចិត្តសប្បុរសមានសម្បត្តិស្ដុកស្ដំគ្រាន់បើមើលទៅបើលោកជួយធ្វើរយៈមុខជាអ្នកឯងបានការធ្វើមិនខានតែតោងនឿយហត់បន្តិចមុនដំបូងចៅចិត្តញញឹមញញែមហើយជម្រាបទៅលោកគ្រូពេទ្យថាខ្ញុំបាទទទួលអត់ធន់សេចក្តីលំបាកគ្រប់យ៉ាងបានទាំងអស់សូមឲ្យតែមានការធ្វើទៅចោះគ្រាន់នឹងបានចិញ្ចឹមជីវិតកុំឲ្យមានពាក្យគេតេះដៀលប៉ុណ្ណោះទោះជាជីកដីលីសែងរែកពុនយ៉ាងណាក៏ដោយក៏ខ្ញុំបាទស្ម័គ្រចិត្តធ្វើទាំងអស់លោកគ្រូពេទ្យមានទឹកមុខរីករាយដោយសេចក្តីពេញចិត្តហើយថាខ្ញុំគិតជានិច្ចថាអ្នកឯងជាកូនប្រុសអាចទទួលធ្វើការគ្រប់ចំពោះបានគំនិតអ្នកឯងគួរឲ្យសរសើរណាស់ប៉ុន្តែចៅចិត្តការដែលអ្នកឯងត្រូវធ្វើនោះមិនមែនក្នុងទីនេះទេគឺនៅឯស្រុកប៉ៃលិនឯណោះបើប៉ៃលិនឬទៀនប្រុសចៅចិត្តឆ្លើយខ្ទួនពាក្យបាក់ទឹកមុខញញឹមរីករាយមួយរំពេចហើយនិយាយត្អូញត្អែថាទៀនប្រុសគេថាស្រុកនោះចាញ់ណាស់មានតែពួកភូមាកូឡាទើបទ្រាំរកស៊ីក្នុងទីនោះបានខ្ញុំបាទនឹកក្រែងតែទ្រាំទ្រនឹងអាកាសធាតុទឹកដីនៅទីនោះមិនបានទីដឹងគ្រូពេទ្យទូមានថាអ្នកឯងនិយាយដូច្នេះក៏ត្រូវដែរប៉ុន្តែអ្នកដែលទៅហើយឈឺចាប់នៅទីនោះច្រើនធ្វើប្រហែសមិនចេះរក្សាខ្លួនឲ្យផុតពីជំងឺគ្រុនចាញ់ចុះចំណែកអ្នកឯងក៏បានរៀនសូត្រចេះក្បួនអនាម័យមកខ្លះក៏ល្មមនឹងការពារខ្លួនបានមួយវិញទៀតជំងឺគ្រុនចាញ់នេះមិនចំពោះតែជាតិយើងទេទោះជាជាតិណាក៏ដោយតែខ្វះវិធីការពាររោគតាមក្បួនអនាម័យមុខជាឈឺចាប់ដូចគ្នាទាំងអស់គ្រូពេទ្យនិយាយទូមានចៅចិត្តឲ្យមានភាពក្លាហានឡើងហើយពោលទៅទៀតថាឯឪពុកមាខ្ញុំនោះពីដើមបានធ្វើមន្ត្រីមួយហៅតាមបណ្ដាស័ក្តិថាលួងរតនសម្បត្តិវេលានេះគាត់មានអាយុ50ឆ្នាំប្លាយហើយដែលលោកមានអាធ្យាស្រ័យល្អពួកកូឡាភូមានៅទីនោះរាប់អានលោកណាស់កាលពី2-3អាទិត្យមុននេះលោកមានសម្បត្តិមួយច្បាប់មកដល់ខ្ញុំឲ្យគាត់ឬរកមនុស្សម្នាក់ទៅធ្វើការចំពោះរូបអ្នកឯងមួយនេះខ្ញុំទុកចិត្តណាស់ត្បិតការជីកត្បូងនីមួយៗគេត្រូវការតែមនុស្សសុចរិតស្មោះត្រង់ចៅចិត្តនិយាយថាការនេះជាការថ្មងថ្មីក្នុងជីវិតរបស់ខ្ញុំបាទគ្រូពេទ្យគ្រាន់បើជាងនៅទំនេរមិនទាន់មានការអ្វីធ្វើមែនទេបើព្រមទទួលខ្ញុំនឹងចាត់បញ្ជូនអ្នកឯងទៅវេលាឆាប់ៗនេះដោយខ្ញុំមានសេចក្តីសង្ឃឹមទុកចិត្តថាអ្នកនឹងខិតខំធ្វើការយ៉ាងម៉ឺងម៉ាត់ជាទីពេញចិត្តរបស់គេពុំខានចៅចិត្តលើកដៃសំពះថ្លែងអំណរគុណដោយសេចក្តីគោរពចំពោះលោកគ្រូពេទ្យលោកគ្រូពេទ្យក៏សរសេរសម្បត្តិមួយច្បាប់ឲ្យចៅចិត្តហើយលាចុះដើរចេញពីផ្ទះនោះទៅ